ជាដំបូងសូមគោរពជំរាបសួរសួស្តីមនុស្សទាំងអស់គ្នាខ្ញុំជួបផលនេះដែរនៅសិក្សាសាលាពុទ្ធិកសាកលវិទ្យាល័យថ្ងៃនេះលោកបង្ហាញអំពីគំនិតផ្ទាល់ខ្លួនឬយុទ្ធសាស្ត្រផ្ទាល់ខ្លួនដើម្បីកែលម្អគុណភាពអប់រំចំណេះទូទៅរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នចំពោះចំណុចទី1លោកបង្ហាញដើម្បីឲ្យគុណភាពអប់រំមានការរីកចម្រើនខ្ញុំលោកបង្ហាញអំពីចំណុចមួយដែលនិយាយអំពីការបណ្ដុះគំនិតរបស់អប់រំដល់សិស្សដើម្បីជាតិមានថាចំណុចនេះគឺយើងបណ្ដុះកំណត់ស្នេហាជាតិដល់សិស្សដើម្បីគាត់ខិតខំការសិក្សាដើម្បីធ្វើជាសិស្សល្អយុវជនល្អដើម្បីអប់រំធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដោយយើងលើកឧទាហរណ៍នៅប្រទេសជិតខាងការអប់រំរបស់ប្រទេសជិតខាងការរីកចម្រើនរបស់ប្រទេសផ្សេងដូចជាប្រទេសសិង្ហបុរីលើកបង្ហាញគាត់អំពីគុណតម្លៃនៃការអប់រំដើម្បីបណ្ដុះនូវធនធានមនុស្សដើម្បីជួយឲ្យវិស័យសេដ្ឋកិច្ចវិស័យអប់រំមានការរីកចម្រើនចំពោះចំណុចទី2គឺយើងនិយាយអំពីការពង្រឹងសមត្ថភាពសិស្សពីថ្នាក់មូលដ្ឋានឲ្យខ្លាំងជាងមុនផ្នែកទាំងផ្នែកចំណេះទូទៅនិងចំណេះភាសាចំពោះចំណុចនេះយើងចង់និយាយពីបន្ទាប់ពីភាសាជាតិឬភាសាទី1គឺគួរតែរួមបញ្ចូលនៅចំណេះដឹងភាសាឲ្យសមស្របទៅនឹងចំណេះទូទៅពីថ្នាក់មូលដ្ឋានទៅដើម្បីឲ្យសិស្សគាត់មានសមត្ថភាពក្នុងការចាប់យកឬទទួលបាននៅចំណេះដឹងដែលសមស្របទៅនឹងតម្រូវការការសិក្សាតម្រូវការនៃការប្រើប្រាស់ការប្រស្រ័យទាក់ទងនិងតម្រូវការការងារនៅពេលដែលគាត់បន្តការសិក្សាទៅដល់កម្រិតវិទ្យាល័យឧត្តមសិក្សានិងការបន្តការសិក្សានិងស្វែងរកការងារធ្វើក៏មានភាពងាយស្រួលចំពោះចំណុចទី3គឺយើងអំពីការកែលម្អទៅលើវិជ្ជាជីវៈគ្រូបង្រៀនគឺគួរតែមានឯកទេសតែមួយគត់ហើយគួរតែបង្រៀនឯកទេសតែមួយគត់ច្បាស់លាស់ហើយបង្រៀនសិស្សនៅឯកទេសរបស់ខ្លួនមានន័យថាគ្រូបង្រៀនមួយគួរតែមានឯកទេសមួយដើម្បីឲ្យវិជ្ជាជីវៈរបស់គាត់មានភាពច្បាស់លាស់និងការបង្រៀនរបស់គាត់មានគុណភាពដើម្បីឲ្យសិស្សដែលគាត់សិក្សាទទួលពីគ្រូបង្រៀនហ្នឹងគឺគាត់អាចទទួលបានចំណេះដឹងមួយដែលច្បាស់លាស់និងពិតប្រាកដដើម្បីចាប់យកនៅជំនាញចំណេះដឹងពីគ្រូបង្រៀនចំពោះចំណុចទី4គឺយើងនិយាយអំពីការអប់រំបែប Digital គួរតែបញ្ចូលនៅទៅក្នុងកម្មវិធីសិក្សាចំណេះសមស្របទៅនឹងចំណេះដឹងទូទៅដែរចំណុចនេះមានថាការអប់រំបែប Digital គឺការអប់រំដោយលើកយកនៅការស្រាវជ្រាវរបស់សិស្សដើម្បីជួយគ្រប់គ្រងទៅលើការសិក្សាទៅលើមុខវិជ្ជាណាមួយដើម្បីឲ្យការអប់រំហ្នឹងមានការរីកចម្រើនដោយរួមបញ្ចូលទៅក្នុងកម្មវិធីសមស្របដូចថាក្នុងមុខវិជ្ជាមួយគួរតែលើកនៅប្រព័ន្ធ Digital មួយតាក់ទងទៅនឹងការអប់រំនៃមុខវិជ្ជារបស់គ្រូដើម្បីសិស្សមានការអភិវឌ្ឍសមត្ថភាពដោយសារសម័យនេះគឺជាសម័យអប់រំបែប Digital ដើម្បីឲ្យសិស្សតាមទាន់នៅវិស័យអប់រំដូច្នេះគួរតែបញ្ចូលនៅចំណេះដឹង Digital ស្របទៅនឹងចំណេះដឹងទូទៅដែរចំពោះចំណុចទី5គឺយើងនិយាយអំពីការផ្ដល់អាហារូបករណ៍ដល់សិស្សគឺផ្ដល់អាហារូបករណ៍សាលារៀន 100% ដោយរៀនឥតគិតថ្លៃในថ្នាក់ឧត្តមសិក្សាគួរតែមានច្រើនជាងនេះនិងមានជំនាញច្រើនដែលសមស្របមានជំនាញដើម្បីឲ្យសិស្សនឹងអាចមានលទ្ធភាពបន្តនិងបញ្ចប់ការសិក្សាទៅបានស្របទៅតាមជំនាញរបស់សិស្សដែលគាត់ចង់រៀនចំពោះចំណុចនេះបើយើងនិយាយអំពីសាលាឯកជនគាត់ប្រកាសជាមាននៅជំនាញច្រើនដើម្បីឲ្យសិស្សជ្រើសរើសឲ្យសមស្របទៅនឹងការចង់បានស្របទៅនឹងជំនាញដើម្បីបន្តការសិក្សារបស់គាត់ដោយឡែកសាលាសាធារណៈឬសាលារដ្ឋរបស់យើងគឺសាលារៀនដែលដល់អាហារូបករណ៍ហ្នឹងនៅមានតិចអាហារូបករណ៍ 100% ដែលរៀនឥតគិតថ្លៃនៅមានតិចហើយជំនាញក៏មិនទាន់មានច្រើនដើម្បីឲ្យសិស្ស
ជ្រើសរើសនឹងដើម្បីគាត់ជ្រើសបន្តការសិក្សាដែលសមស្របទៅនឹងជំនាញដែលគាត់បញ្ចប់ពីការសិក្សាមធ្យមសិក្សាទុតិយភូមិដើម្បីបន្តនៅជំនាញដែលគាត់ចង់បន្តការសិក្សានេះដែរដូច្នេះហើយយើងគួរតែបណ្ដុះនៅសាលារៀនដែលមានសាលារៀនដែលផ្ដល់អាហារូបករណ៍ 100% ដល់សិស្សនិងស្របទៅដែលមានជំនាញស្របទៅតាមទីផ្សារការងារដើម្បីឲ្យសិស្សអាចមានលទ្ធភាពបន្តនិងបញ្ចប់នឹងការសិក្សានិងអាចស្វែងរកការងារធ្វើបានដោយស្របទៅនឹងជំនាញចំពោះចំណុចទី6គឺយើងនិយាយអំពីការសិក្សាជំនាញដែលស្របទៅនឹងតម្រូវការការងារចំពោះចំណុចនេះគឺយើងប្រកាសណាស់និយាយអំពីជំនាញដែលគាត់អាចជំនាញដែលគាត់បញ្ចប់ពីការសិក្សានៅកម្រិតឧត្តមសិក្សាគាត់ចាប់យកជំនាញមួយដែលច្បាស់លាស់ហើយពេលដែលគាត់បញ្ចប់នៅជំនាញមួយនេះគាត់អាចស្វែងរកការងារដែលសមស្របទៅនឹងជំនាញនៃការសិក្សារបស់គាត់ចំពោះចំណុចទី7គឺយើងអំពីការកំណត់ផែនការនៃវិស័យអប់រំនៃចំនួនសិស្សដែលចូលរៀនសិស្សកំពុងបន្តការសិក្សានិងសិស្សដែលអាចបញ្ចប់ការសិក្សាឬនឹងសិស្សដែលអាចស្វែងរកការងារធ្វើគួរតែមានភាពសមមូលគ្នាមានថាភាពស្មើគ្នាកម្រិតនៃការសិក្សានៃការរៀបចំផែនការរបស់វិស័យអប់រំមានថាសិស្សដែលគាត់ចូលរៀនសិស្សដែលបន្តការសិក្សាសិស្សដែលបញ្ចប់ការសិក្សាគួរតែមានកម្រិតស្មើគ្នាមានថាកុំឲ្យសិស្សដែលគាត់ចូលរៀនច្រើនហើយបន្ទាប់មកគាត់បោះបង់ការសិក្សាមិនមានការបន្តសិក្សាហើយចំនួនដែលបញ្ចប់ការសិក្សាមានភាគរយតិចដូច្នេះហើយជួយជំរុញនៅផ្នែកនៃវិស័យអប់រំហ្នឹងកាន់តែមានភាពថយចុះដូច្នេះហើយដើម្បីឲ្យមានភាពរីកចម្រើននៃវិស័យអប់រំគួរតែកំណត់ផែនការមួយនិងជួយในការកែលម្អកែសម្រួលទៅលើការសិក្សាការចូលរៀនរបស់សិស្សគួរតែមានការអភិវឌ្ឍដើម្បីឲ្យសិស្សហ្នឹងកាន់តែធ្វើឲ្យសិស្សអាចបន្តនិងអាចបញ្ចប់ការសិក្សាបានចំពោះចំណុចទី8គឺយើងនិយាយពីការបញ្ចប់ការសិក្សាគួរតែមានការប្រសើរឡើងជាងនេះន័យថាពេលបច្ចុប្បន្នអាណាព្យាបាលសិស្សក៏គាត់បានយល់ដឹងអំពីការអប់រំតម្លៃនៃការសិក្សាដូច្នេះក៏គាត់ជំរុញកូនបានចូលរៀនគ្រប់គ្នាយើងឃើញថាការចូលរៀនគឺមានភាគរយច្រើនប៉ុន្តែការបន្តនិងការបញ្ចប់នៃការសិក្សាមានភាគរយតិចដូច្នេះហើយគួរតែជំរុញនៅការបញ្ចប់ការសិក្សារបស់សិស្សគួរតែផ្សារឡើងជាងនេះដូច្នេះដោយសារការបបង់ការសិក្សាភាគច្រើនដោយសារកត្តាជីវភាពខ្វះខាតដើម្បីបន្តនៃការសិក្សាដូច្នេះហើយគួរតែមានការឧបត្ថម្ភអាហារូបករណ៍ដើម្បីការសិក្សាឧបត្ថម្ភផ្សេងទៅលើសម្ភារៈទៅលើការសិក្សារបស់សិស្សដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការបន្តនិងបញ្ចប់នៃការសិក្សានិងអាចស្វែងរកនៃការងារធ្វើដើម្បីឲ្យជីវភាពគ្រួសារមានភាពប្រសើរឡើងធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនវិស័យសេដ្ឋកិច្ចនិងមានការរីកចម្រើនផងដែរចំពោះចំណុចទី9ក៏ជាចំណុចចុងក្រោយគឺយើងអំពីគួរតែមានទីផ្សារការងារដែលស្របទៅតាមជំនាញនៃការសិក្សារបស់សិស្សទៅតាមសាកលវិទ្យាល័យផ្សេងៗនៅក្នុងចំណុចនេះបាននិយាយអំពីសាកលវិទ្យាល័យឯកជនមួយចំនួនក៏មានវិស័យការងារដែលគាត់សមស្របទៅនឹងជំនាញនៃការសិក្សារបស់សិស្សពេលដែលកាលណាសិស្សបញ្ចប់ការសិក្សាគឺគាត់អាចទទួលបានការងារធ្វើតែម្ដងដោយឡែកសាលារដ្ឋឬសាលាឯកជនឬសាលាសាធារណៈរបស់យើងគឺមិនទាន់មាននៅជំនាញឬក៏មិនទាន់មានថាមានជំនាញប៉ុន្តែខ្វះខាតនៅការងារដែលសមស្របទៅនឹងជំនាញសិស្សដែលគាត់បញ្ចប់ការសិក្សាដូច្នេះហើយគួរតែមានការវិនិយោគការទំនាក់ទំនងការមានថាការសហការគ្នារវាងគ្រឹះស្ថានឯកជនស្ថាប័នឬក៏អង្គការស្ថាប័នផ្សេងៗដែលសមស្របទៅនឹងជំនាញសាលាគួរតែមានទំនាក់ទំនងល្អទៅលើទៅនឹងទំនាក់ទំនងទៅលើទីផ្សារការងារដើម្បីឲ្យសិស្សនៅសាកលវិទ្យាល័យរបស់គាត់ហ្នឹងពេលដែលបញ្ចប់នៃការសិក្សាទៅមានជំនាញហើយអាចយកជំនាញរបស់គាត់ទៅប្រើប្រាស់នៅ
ក្នុងវិស័យការងារគឺមានថាបន្ទាប់ពីបញ្ចប់នៃការសិក្សាគឺមានការងារដើម្បីធ្វើឲ្យសមស្របទៅនឹងជំនាញរបស់គាត់បន្ទាប់ពីបញ្ចប់ការសិក្សាជាចុងក្រោយគឺមានតែប៉ុណ្ណេះជាចុងក្រោយសូមអរគុណលោកគ្រូនិងបើមានចំណុចខ្វះខាតសូមអធិស្ឋាន